ខ្ញុំសូមបញ្ជាក់បន្តិចប្រិមិត្តបាទសម្បត្តិក៏ដូចជាលោករត់គោគឺកើតនៅក្នុងឆ្នាំតែមួយតែម្ដងគឺឆ្នាំរោងដូចគ្នាហើយអាយុ25ឆ្នាំដូចគ្នាតែម្ដងហើយនេះក៏ជាអបិយជំនឿមួយដែរសម្រាប់បងប្អូនមួយចំនួនដែលគាត់បានកើតនៅក្នុងឆ្នាំរោងបាទនៅអាយុ25ឆ្នាំនេះបងប្អូនអាចទៅធ្វើការរំដោះគ្រោះបានក៏រំដោះគ្រោះទៅដោយសារតែមួយរយៈពេលដែលបងធ្វើការផ្សព្វផ្សាយនៅព័ត៌មាននេះហាក់ដូចជាឃើញអ្នកដែលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវហ្នឹងឧស្សាហ៍ឃើញអ្នកដែលកើតនៅក្នុងឆ្នាំរោងនេះបន្តតែម្ដងសម្បត្តិកើតឆ្នាំរោងឆ្នាំនឹង25ឆ្នាំហើយអូមួយរយៈនេះនៅក្នុងឆ្នាំ2025នេះក្នុងនាមខ្ញុំជាអ្នកព័ត៌មានឃើញតារាល្បីគឺដូចជាប្អូនរត់គោដែលជាតារារ៉េបដ៏ល្បីហ្នឹងក៏ស្លាប់នៅក្នុងឆ្នាំរោងអាយុ25ឆ្នាំដូចគ្នាតែម្ដងអ្នកម្ដាយកូនមកលេងចូលឆ្នាំទិញកៅអៅទិញអីមកជូនសើចសប្បាយកៅអៅមួយគ្នាខ្ញុំអត់មានភ្នូលទេតែប៉ាគាត់អត់គាត់ស្រឡាញ់កូនតែគាត់អត់ចេះនិយាយដល់ពេលកូនឡើងឡានគាត់ចាប់កូនគាត់ថើបនឹងមានតែប៉ុណ្ណឹងគាត់ចាប់កូនគាត់ថើបគ្រប់សពចឹងបានគាត់ឡើងឡានហើយគាត់ដែរថើបកូនគាត់ទេមានតែខ្ញុំទេរាល់ថ្ងៃឆាតទៅឆាតមកជាមួយកូនប៉ាគាត់អត់ចេះនិយាយហើយតែគាត់ស្រឡាញ់ដល់ពេលឃើញប៉ាគាត់ថើបចឹងនឹងបធ្នូលនឹងទាំងហ្នឹងខ្ញុំទៅសួរគេនៅកន្លែងសពហ្នឹងហើយអត់ដែលជិះផ្លូវហ្នឹងទេតែអ្នកស្រុកហ្នឹងថាផ្លូវហ្នឹងជើងកបណាស់ហើយសម្បត្តិហ្នឹងគឺខ្លាចល្ងឹតហើយខ្លាចខ្មោចណាស់មិនដែលអញ្ចឹងទេបានម៉ែអត់ចង់ជឿសោះណាកូនម៉ោង10:48កូនភាសាទេមកប្រាប់ថាកូនម៉ែស្លាប់ហើយខ្ញុំអារម្មណ៍ខ្ញុំអស់លេងហើយខ្ញុំសោកស្ដាយកូនល្អពេកហើយខ្ញុំអត់ជឿទេខ្ញុំអត់ជឿថាកូនខ្ញុំអញ្ចឹងទេខ្ញុំស្មានថាអ្នកផ្សេងទេពួកកូនខ្ញុំអត់ដែលដើរអីអញ្ចឹងទេណាអូនកូនខ្ញុំល្អណាស់ភេសជ្ជៈបើកម្លាំង Power អនុភាពឆ្ពោះទៅភាពជោគជ័យអាហារបំពន់ស៊ីបាប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមុខមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហើយវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើសឈាមលើសជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង7យប់ដែលត្រូវនឹងថ្ងៃទី21ខែមេសាឆ្នាំ2025នេះខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារកំពុងតែមានវត្តមាននៅចំណុចទីតាំងរោងបុណ្យសពរបស់ប្អូនប្រុសទេសសម្បត្តិដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិនិងជាកីឡាករបាល់ទាត់នៅក្នុងក្លឹបវីសាខាបច្ចុប្បន្នផងដែរប្រិមិត្តបានឃើញហើយនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជារូបថតរបស់ប្អូនប្រុសទេសសម្បត្តិហើយរួមជាមួយនឹងមេនបាទដែលក្រុមគ្រួសារបានរៀបចំដើម្បីធ្វើការបូជានៅសពរបស់ប្អូនប្រុសទេសសម្បត្តិនៅវេលាយប់នេះផ្ទាល់តែម្ដងសពរបស់ប្អូនប្រុសសម្បត្តិត្រូវបានក្រុមគ្រួសារបានធ្វើការបូជាហើយប្រិមិត្តបាននៅវេលាម៉ោង7:30នាទីយប់ថ្ងៃទី21ខែមេសាឆ្នាំ2025នេះផ្ទាល់តែម្ដងដែលធ្វើការបូជានេះនៅឯស្រុកកំណើតរបស់ប្អូនផ្ទាល់តែម្ដងដែលស្ថិតនៅក្នុងស្រុកកងពិសីខេត្តកំពង់ស្ពឺនេះផ្ទាល់តែម្ដងប្រិមិត្តបានឃើញឲ្យផ្សែងដែលកំពុងតែហុយចេញពីទីតាំងមេនបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលរៀបចំធ្វើបុណ្យនៅឯស្រុកកំណើតនេះហើយអ្វីដែលមានការសោកស្ដាយបាទគឺនេះគឺជាធនធានមនុស្សដ៏កម្រក៏ដូចជាធនធានកីឡាករបាល់ទាត់ដ៏កម្រផងដែរនៅពេលនេះក្នុងប្រទេសកម្ពុជារបស់យើងគឺបានបាត់បង់នៅធនធានបាល់ទាត់ដ៏កម្រម្នាក់ទៀតហើយបាទបន្ទាប់ពី
បាត់បង់នៅតារារ៉េបដល់ល្បីឈ្មោះគឺប្អូនប្រុសរត់គោខ្ញុំសូមបញ្ជាក់បន្តិចប្រិមិត្តបាទសម្បត្តិក៏ដូចជាលោករត់គោគឺកើតនៅក្នុងឆ្នាំតែមួយតែម្ដងគឺឆ្នាំរោងដូចគ្នាហើយអាយុ25ឆ្នាំដូចគ្នាតែម្ដងហើយនេះក៏ជាអបិយជំនឿមួយដែរសម្រាប់បងប្អូនមួយចំនួនដែលគាត់បានកើតនៅក្នុងឆ្នាំរោងបាទនៅអាយុ25ឆ្នាំនេះបងប្អូនអាចទៅធ្វើការរំដោះគ្រោះបានក៏រំដោះគ្រោះទៅដោយសារតែមួយរយៈពេលដែលបងធ្វើការផ្សព្វផ្សាយនៅព័ត៌មាននេះហាក់ដូចជាឃើញអ្នកដែលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវហ្នឹងឧស្សាហ៍ឃើញអ្នកដែលកើតនៅក្នុងឆ្នាំរោងនេះផ្ទាល់តែម្ដងហើយខ្ញុំក៏បានឃើញហោរាម្នាក់គាត់ក៏បានប្រហោះដែរខ្ញុំអត់ដឹងថាគាត់ជាហោរាឬក៏ជាអ្នកលេងបណ្ដាញសង្គមទេឃើញគាត់ប្រហោះគួរឲ្យចាប់អារម្មណ៍នៅសំណេររបស់គាត់ថាប្អូនប្រុសទេសសម្បត្តិហើយនិងប្អូនប្រុសរត់គោហ្នឹងគឺអ្នកដែលកើតឆ្នាំរោងដូចគ្នាដែលមានគ្រោះកបុតក្បាលចឹងគាត់ស្នើសុំឲ្យបងប្អូនអ្នកដែលកើតឆ្នាំរោងហ្នឹងមេត្តាទៅស្រោចទឹករំដោះគ្រោះចេញផងដែរប្រិមិត្តបានឃើញទស្សនភាពនៅចំណុចទីតាំងមេនបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលស្ថិតនៅក្នុងស្រុកកំណើតរបស់ប្អូននេះផងដែរហើយខ្ញុំនឹងធ្វើកិច្ចសម្ភាសខ្លះជាមួយនឹងម្នាក់ម្ដាយរបស់ប្អូនប្រុសទេសសម្បត្តិក៏ដូចជាភរិយារបស់ប្អូនប្រុសទេសសម្បត្តិនិងកលាករបាល់ទាត់ដ៏ល្បីនៅក្នុងប្រទេសកម្ពុជារបស់យើងដែលគាត់បានមកចូលរួមរំលែកទុក្ខនៅសពរបស់ប្អូនប្រុសទេសសម្បត្តិនៅស្រុកកំណើតដែលស្ថិតនៅក្នុងស្រុកកងវិស័យខេត្តកំពង់ស្ពឺនេះផ្ទាល់តែម្ដងប្រិមិត្តមិនពិបាកទេបងប្អូនគ្រាន់តែជិះមកដល់ទីតាំងផ្លូវខ្សែមួយបងប្អូនគ្រាន់តែបត់តែបន្តិចមកឃើញរោងបុណ្យរបស់ប្អូនប្រុសទេសសម្បត្តិនៅជាប់ផ្លូវនឹងផ្ទាល់តែម្ដងសួរអ្នកម្ដាយអ្នកម្ដាយអាចជម្រាបបន្តិចអ្នកបានទេអ្នកម្ដាយមានឈ្មោះអីដែរអ្នកម្ដាយខ្ញុំឈ្មោះប្រាក់វាសនាឆ្នាំនេះបញ្ជូនប៉ុន្មានហើយអ្នកម្ដាយខ្ញុំអាយុ54អ្នកម្ដាយអាចជម្រាបបន្តិចបានទេកូនអ្នកម្ដាយគាត់មានឈ្មោះទេសម្បត្តិនឹងតែម្ដងឬក៏ឈ្មោះអីផ្សេងអ្នកម្ដាយកូនខ្ញុំឈ្មោះទេសម្បត្តិនឹងតែម្ដងចាតែខ្ញុំហៅគាត់អាពៅព្រោះគាត់កូនពៅអូអ្នកម្ដាយមានកូនប្រមាណអ្នកដែរអ្នកម្ដាយកូន3ហើយទេសម្បត្តិនឹងពៅគេកូនទី3បាទអ្នកម្ដាយតើដំណឹងគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាយប់មិញនេះអ្នកម្ដាយបានដឹងដំណឹងដល់រន្ធត់នេះនៅវេលាម៉ោងប៉ុន្មានដែរអ្នកម្ដាយម៉ោង10:48កូនប្រសាទេមកប្រាប់ថាកូនម៉ែស្លាប់ហើយខ្ញុំអារម្មណ៍ខ្ញុំអស់លេងហើយខ្ញុំសោកស្ដាយកូនល្អពេកហើយខ្ញុំអត់ជឿទេខ្ញុំអត់ជឿថាកូនខ្ញុំអញ្ចឹងទេខ្ញុំស្មានថាអ្នកផ្សេងទេពួកកូនខ្ញុំអត់ដែរដើរអីអញ្ចឹងទេណាអូនកូនខ្ញុំល្អណាស់មុនពេលកើតហេតុសម្បត្តិគាត់នៅណាដែរអ្នកម្ដាយមុនពេលកើតហេតុគាត់នៅផ្ទះគាត់ពីអ្នកប្តីពុនគាត់នៅពេញនោះគាត់មកលេងខ្ញុំតាថ្ងៃចូលឆ្នាំហើយនៅថ្ងៃទី2ទេគេហ្នឹងគាត់ទៅផ្ទះគាត់នៅពេញនោះខ្ញុំនៅនេះអត់ដឹងទេណាអូនមូលហេតុអីបានសម្បត្តិគាត់ជិះម៉ូតូទៅជួបគ្រោះថ្នាក់ចរាចរណ៍នឹងអ្នកម្ដាយគាត់ជិះទៅណាដែរអ្នកម្ដាយពេលហ្នឹងខ្ញុំសួរកូនថាជិះទៅផ្ទះគ្រូថាទៅផ្ទះលោកគ្រូហើយលោកគ្រូហ្នឹងពេលដែលសម្បត្តិនេះហ្នឹងគាត់មកដល់ដែរតែគាត់ថាចេញពីផ្ទះគាត់ប្រហែលជា15នាទី15នាទីចឹងហើយគាត់ថាចេញប៉ុណ្ណឹងចេញពីផ្ទះគាត់មកហ្នឹងណាអូនខ្ញុំទៅសួរគេនៅកន្លែងសពហ្នឹងហើយអត់ដែលជិះផ្លូវហ្នឹងទេតែអ្នកស្រុកហ្នឹងថាផ្លូវនឹងជើងកបណាស់ហើយសម្បត្តិហ្នឹងគឺខ្លាចល្ងឹតហើយខ្លាចខ្មោចណាស់មិនដែលអញ្ចឹងទេបានម៉ែអត់ចង់ជឿសោះណាកូនអ្នកណាដែរប្រាប់ថាសម្បត្តិជួបគ្រោះថ្នាក់ហ្នឹងអ្នកម្ដាយគឺកូនប្រសាខ្ញុំទីប្រពន្ធទេសម្បត្តិហ្នឹងទេមកម៉ោង10:48ថាកូនម៉ែស្លាប់ហើយខ្ញុំបាត់បង់អារម្មណ៍អស់ហើយពេលហ្នឹងថ្ងៃក៏ខ្ញុំសវេសវាទៅដល់កន្លែងសពកូនប្រហែលជាម៉ោង7:10មុំយើងទៅដល់ចាសម្បត្តិគាត់អាយុប៉ុន្មានហើយអ្នកម្ដាយគាត់កើតឆ្នាំអីដែរអ្នកម្ដាយសម្បត្តិកើតឆ្នាំរោងឆ្នាំនឹង25ឆ្នាំហើយអូមករយៈនេះនៅក្នុងឆ្នាំ2025នេះក្នុងនាមខ្ញុំជាអ្នកព័ត៌មានឃើញតារាល្បីគឺដូចជាប្អូនរត់គោដែលជាតារារ៉េបដ៏ល្បីហ្នឹងក៏ស្លាប់នៅក្នុងឆ្នាំរោងអាយុ25ឆ្នាំដូចគ្នាតែម្ដងអ្នកម្ដាយពេលដែលសម្បត្តិមុនពេលកើតហេតុហ្នឹងសម្បត្តិគាត់មានឲ្យហេតុឬក៏មានឲ្យអីខ្លះមានប្រថ្នូរអីខ្លះទេអ្នកម្ដាយកូនមកលេងចូលឆ្នាំទិញកៅអៅទិញអីមកជូនសើចសប្បាយក្អាវមួយគ្នាខ្ញុំអត់មានភ្នូរទេតែប៉ាគាត់អត់គាត់ស្រឡាញ់កូនតែគាត់អត់ចេះនិយាយដល់ពេលកូនឡើងឡានគាត់ចាប់កូនគាត់ថើបនឹងមានតែប៉ុណ្ណឹងគាត់ចាប់កូនគាត់ថើបស
ខុបសពចឹងបានគាត់ឡើងឡានហើយគាត់ដែរថើបកូនគាត់ទេមានតែខ្ញុំទេរាល់ថ្ងៃឆាតទៅឆាតមកជាមួយកូនប៉ាគាត់អត់ចេះនិយាយហើយតែគាត់ស្រឡាញ់ដល់ពេលឃើញប៉ាគាត់ថើបចឹងនឹងបធ្នូនឹងទាំងហ្នឹងសម្បត្តិនៅពីក្មេងរហូតមកដល់ឥឡូវគាត់ជាមនុស្សមានអត្តចរិតយ៉ាងម៉េចដែរអ្នកម្ដាយសម្បត្តិនៅពីក្មេងអត្តចរិតល្អមិនពិបាកព្រៀនបដៅអីទេហើយដែលគាត់ចេញពីខ្ញុំតាំងពីគាត់អាយុ14ឆ្នាំគាត់គ្រប់គ្រងខ្លួនឯងអីខ្លួនទាំងឯងខ្ញុំអត់ពិបាកទេជីវិតសម្បត្តិគាត់តស៊ូយ៉ាងម៉េចដែរអ្នកម្ដាយតម្រាំឡើងមកខ្លាយទៅជាកីឡាករបាល់ទាត់ជម្រើសជាតិនៅពីក្មេងគាត់មានក្តីប្រាថ្នាអីខ្លះដែរគាត់ដែរបានប្រាប់អ្នកម្ដាយខ្លះទេអ្នកម្ដាយនៅពីក្មេងគាត់រៀនបកែណាស់ហើយដល់ពេលគាត់រៀនបកែគាត់សុំខ្ញុំលេងបាល់ហើយខ្ញុំថាលេងបាល់អត់មានប្រាក់ខែទេអត់មានអាជីពទេខ្ញុំឲ្យគាត់រៀនពេទ្យដល់ទៅពេលគាត់សុំខ្ញុំម្ដងពីរដងខ្ញុំអត់ព្រមគាត់ក៏បោគាត់ដល់ផ្អាកការសិក្សានឹងរៀនលេងបកែកាលមុនគាត់រៀនជាប់លេខ1លេខ2រហូតប្រចាំថ្នាក់គឺល្អដល់ទៅពេលខ្ញុំនឹកឃើញថាចុះបាល់ទាត់កណ្ដឹងអត់រីចម្រើនទេណាកូនចាហើយគឺអត់ប្រាក់ខែទេហើយណាមួយខ្ញុំអត់ស្រឡាញ់ហើយណាមួយខ្លាចកូននឹងមានគ្រោះថ្នាក់ដៃជើងអីចឹងណាបានខ្ញុំអត់ស្រឡាញ់ដល់ពេលគាត់បោះបង់ការសិក្សាទៅខ្ញុំក៏តាមក្តីសម័យរបស់កូនទល់សប្តាហ៍ថ្ងៃហ្នឹងទៅជាការជូនដំណើរកូនប្រុសជាលើកចុងក្រោយនៅពេលនេះអ្នកម្ដាយមានអីនិយាយទៅកាន់កូននៅពេលនេះទេអ្នកម្ដាយអូយជូនដំណើរកូនជាលើកចុងក្រោយនេះខ្ញុំនិយាយលេងចាញ់ហើយខ្ញុំស្ដាយកូនខ្ញុំមិនដែលពិបាកកូនខ្ញុំល្អហើយខ្ញុំមានតែជូនពរកូនខ្ញុំឲ្យទៅកើតទៅឋានសួគ៌ឲ្យសុខសប្បាយឲ្យជួបតែមនុស្សល្អកុំឲ្យអាយុខ្លីដូចជាតិនេះទៀតខ្ញុំស្ដាយកូនខ្ញុំណាស់អរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរកាយនិងសូមគោរពលាជាចុងក្រោយខ្ញុំសូមឧទ្ទិសកុសលផលបុណ្យទៅដល់ប្អូនប្រុសទេសបត្តិសូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនទៅកាន់សុគតិភពហើយជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះផងដែរអរគុណបងប្អូនសម្រាប់ការទស្សនានៅពេលនេះយើងបានបាត់បង់នៅធនធានកីឡាករបាល់ទាត់ដល់កម្រមួយរូបទៀតហើយបាទដែលគាត់បានជួបនៅអពតវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូធ្លាក់ចូលបលាយទឹកដែលស្ថិតនៅក្នុងសង្កាត់សាក់សពៅខណ្ឌដង្កោកាលពីរាត្រីយប់ថ្ងៃទី20ខែមេសាឆ្នាំ2025យប់មិញនេះផ្ទាល់តែម្ដងអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងមេត្តាបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផង